អាយុដំបាននាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2025បានជួបជាមួយអង្គទូតបរទេសប្រចាំកម្ពុជាដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានភាពបញ្ហាព្រំដែនកម្ពុជាថៃដែលជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅក្នុងកិច្ចជំនួបបានរំលេចនៅបញ្ហាសំខាន់រួមមានការឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបីពីសំណាក់កងទ័ពថៃនៅថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលទាហានថៃបានបាញ់ប្រហារមុនមកលើទាហានខ្មែរបានបណ្ដាលឲ្យលោកស៊ួនរ៉ូនជាកម្លាំងការពារបូរណភាពទឹកដីខ្មែរបានពលីជីវិតការវិវត្តនៃស្ថានភាពកាន់តែតានតឹងបន្ទាប់ពីហេតុការណ៍នៅថ្ងៃទី28ឧសភាភាគីថៃបាយជាចោតប្រកាន់កម្ពុជាថាជាអ្នកផ្ទុះអាវុធមុនហើយតាមរយៈទង្វើឯកតោភាគីរបស់ភាគីថៃជាបន្តបន្ទាប់បានជំរុញឲ្យទំនាក់ទំនងកម្ពុជាថៃនិងស្ថានភាពតាមបន្ទាត់ព្រំដែនបានវិវត្តកាន់តែតានតឹងឡើងវិធានការនិងសកម្មភាពរបស់ថៃជាបន្តបន្ទាប់បានបំពេញនឹងគម្រាមកំហែងមកលើកម្ពុជាក្នុងនោះមានដូចជាការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយឯកតោភាគីការគម្រាមក្នុងការផ្ដាច់អ៊ីនធឺណិតនិងជប់គ្រប់គ្រងអគ្គិសនីមកលើកម្ពុជាជាដើមជាការឆ្លើយតបរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនៅបណ្ដាវិធានការនានាលើការដ្ឋានយោធាការទូតនិងច្បាប់ក៏ដូចជាវិធានការរដ្ឋបាលការបាត់ច្រដូងនៃព្រំដែនកម្ពុជាថៃការឈប់ទិញអ៊ីនធឺណិតពីប្រទេសថៃនិងការឈប់បញ្ចាំងភាពយន្តថៃព្រមទាំងវិធានការត្រៀមនានាដើម្បីការពារប្រយោជន៍និងកិត្តិយសប្រជាជាតិខ្មែរសូមបញ្ជាក់ជូនថានៅថ្ងៃទី16ខែមិថុនាឆ្នាំ2025វេលាម៉ោង 11:30 នាទីព្រឹកម៉ោងនៅទីក្រុងឡាអេលោកជំទាវគឹមស៊ូសវណ្ណរីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ដែលមាននិវត្តនស្ថាននៅទីក្រុងប្រុយសេសប្រទេសបែលហ្សិកបានប្រកាសដោយផ្ទាល់ដៃនៅលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជូនលោក Philip Kochia ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ពាក្យស្នើតាមនីតិវិធីពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃដើម្បីសុំតុលាការកំពូលធ្វើការវិនិច្ឆ័យចំនួនព្រំដែនកម្ពុជាត្រូវការតែយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងដើម្បីកុំឲ្យអ្នកចំនួនក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពកម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែ1មីលីម៉ែត្រប៉ុន្តែកម្ពុជាក៏មិនឲ្យនរណាយកដីសូម្បីតែ1មីលីម៉ែត្រដូចគ្នា